ខ្ញុំសុំនិយាយមួយរឿងមួយកុំទៅជលហួរហូតដល់អ្នកវិនិយោគថៃផលិតទំនិញនៅកម្ពុជាមិនព្រមទិញដែរទេអាហ្នឹងជាការខុសក្បួនគេផលិតនៅកម្ពុជាចាត់ទុកជាទំនិញរបស់កម្ពុជាដូចជា CP នេះវាផលិតវាចិញ្ចឹមមន់វាចិញ្ចឹមអាហ្នឹងពងមន់ទិញវាមកស៊ីមកវាមានស្អីអាហ្នឹងរបស់យើងតើមកក៏ទៅជ្រុលកូនស្រីខ្ញុំមិនធ្វើអគ្គនាយកទូបាយ័នហើយគ្នាក៏ក្រាបការវាមិនបានដែរបើតាមើលទៅសួរពុកឥឡូវហ្នឹងអាបូកូតាគេសុំវាយបុកឡើងវិញហើយចុះបូកូតារបស់ជប៉ុនដែរបាទចារបស់ជប៉ុនហើយចុះមិនបានមិនវាយថាកែលក់នៅនេះគឺជនជាតិថៃថាឈួតព្រោះទៅជាអញ្ចឹងអស់ទៅអ្នកដែលថៃអញ្ចឹងបានជានៅក្នុងការនិយាយរបស់ខ្ញុំតែងតែដាស់តឿនអ្វីដែលមាននៅក្នុងប្រទេសថៃដែលគេថៃវិនិយោគនៅទីនេះត្រូវការពារគេត្រូវថែទាំគេចាត់ទុកអានឹងជាការរបស់យើងកុំទៅហួសពីនឹងទំនិញដែលគេផលិតក្នុងស្រុកយើងគឺជាទំនិញ